អង្គមានព្រានាមថាវិជាចរណៈសម្បណ្ណោវិជា3គឺបានដល់ពពេនិវាសានុសតិវិជានឹងឯងនឹងរលឹកជាតិបានជាតិកំណើតអតីតណាទី2ហ្នឹងទៅបច្ចៈខុមើលឃើញនៅវត្ថុសំបីនៅឆ្ងាយដូចជាភ្នែកនៃទេវតាអញ្ចឹងទី3ហ្នឹងអាសវខយវិជាហ្នឹងវិជាគឺញ៉ាំងកលេសទាំងអស់ហ្នឹងឲ្យស្ងួតឲ្យអស់ទៅអញ្ចឹងព្រះអង្គបរិបូរដោយវិជា3ឯវិជា8គឺបានដល់វិជា3នឹងឯងផ្សំជាមួយនឹងវិជា5ខាងចុងទៀតគឺវិបស្សនាវិជាវិបស្សនាញាណវិបស្សនាញាណគឺញាណក្នុងការឃើញនៅនាមនិងរូបត្រឹមតែជារបស់មិនទៀងជាទុកជាអនត្តានឹងវិបស្សនាញាណបូកនឹង3ខាងដើមអញ្ចឹងវិបស្សនាញាណជាទី4ទី5គឺចេតោបរិយត្តិញាណញាណព្រះអង្គដឹងនៅចិត្តនៃបុគ្គលដទៃសពគ្រប់សំបីមិនប្រាប់ក៏ដឹងដែរថាអ្នកឯងកំពុងគិតអីកំពុងត្រេះរិះអ្វីទី6មនោមយដ្ឋិញាណមានញាណគឺបំផ្លែងរូបកាយព្រះអង្គនឹងឲ្យទៅជាច្រើនបានមានទម្រង់ដូចគ្នាមនោមយដ្ឋិសម្រាប់ទៅតាមចិត្តព្រះអង្គចង់ឲ្យបានយ៉ាងម៉េចគឺយ៉ាងហ្នឹងប្រមាណគឺប៉ុណ្ណឹងចង់បាន1000គឺ1000រូបហ្នឹងមិនមានការប្លែកគ្នាទេដូចគ្នាបេះបិទការប្លែងរូបទៅជាប្រភេទផ្សេងហ្នឹងគឺបានដល់មនោមយដ្ឋិញាណមួយទៀតហ្នឹងទឹកបសោតៈទឹកបសោតៈបានដល់ការស្ដាប់ឮដែលជាទឹកហ្នឹងសូម្បីតែឮឆ្ងាយនៅឆ្ងាយគេនិយាយឆ្ងាយប៉ុណ្ណាក៏នៅតែឮដែរប្រៀបដូចជាត្រចៀកនៃទេវតាហ្នឹងក៏ព្រះអង្គមានដែរមួយទៀតចុងក្រោយទី8គឺអធិវិធៈញាណព្រះអង្គសម្រេចដោយរិទ្ធផ្សេងចង់ហោះក៏បានជ្រែកដីក៏បានទៅទេវតាទៅទេវលោកដោយមួយខណៈមួយផ្លេតទៅដល់ដោយរិទ្ធគេហៅថាអធិវិធៈញាណអញ្ចឹងព្រះអង្គប្រកបដោយញាណគឺវិជាទាំង8ហ្នឹងឯងពាក្យថាញាណក្តីវិជាក្តីបានដល់បញ្ញាហ្នឹងឯងមិនខុសគ្នាទេវិជាញាណបញ្ញាគឺប្រែដូចតែគ្នាអមោហៈហ្នឹងក៏ដូចតែគ្នាដែរបានដល់បញ្ញាហ្នឹងឯងគឺព្រះអង្គបរិបូរដោយវិជា3វិជា8ចរណៈ15យើងសិក្សាពាក្យថាចរណៈព្រះការប្រព្រឹត្តក្នុងទីនេះគឺការប្រព្រឹត្តដើម្បីឲ្យដល់នៅព្រះនិព្វានមាន15ដែលព្រះអង្គសម្បីព្រះអង្គនៅជាពពោធិសត្វក្តីជាព្រះសម្មាសម្ពុទ្ធនេះហើយក្តីក៏ព្រះអង្គមិនលះបង់ទេអញ្ចឹងបានព្រះអង្គមានព្រានាមថាវិជាចរណៈសម្បណ្ណោនោះបរិបូរដោយវិជា3វិជា8និងចរណៈ15ចរណៈ15ហ្នឹងគឺមិនពិបាករាប់ទេ7ខាងដើមគឺអរិយត្រម7ហ្នឹងឯងណាសទ្ធាសតិហិរិអតបៈវិរិយៈសុតៈបញ្ញាហ្នឹងឯងទី8គឺភោជនេមតញ្ញុតាដឹងប្រមាណក្នុងភោជនកាលណាមិនដឹងប្រមាណក្នុងភោជនទេមានពេលណាប្រព្រឹត្តធម៌បានសូម្បីព្រះអង្គនៅបរមពោធិសត្វក៏ព្រះអង្គជាអ្នកដឹងប្រមាណក្នុងភោជនដែរញាតិញោមក៏ដូចគ្នាបើមិនដឹងប្រមាណក្នុងភោជនទេក៏មិនអាចបំពេញការងារបានល្អដែរធ្ងន់កាយហូបច្រើនពេកឬក៏ហូបរបស់ដែលមិនគួរដល់ខ្លួនអាពីតឈឺអីចឹងទៅហ្នឹងទី8ទី9ជាកិរិយានុយោគៈព្រះអង្គជាអ្នកប្រកបក្នុងការភ្ញាក់រលឹករឿយរលឹកនេះគឺបានដល់រលឹកក្នុងមហាកុសលមហាកិរិយាហ្នឹងឯងបើជាព្រះសម្មាសម្ពុទ្ធគឺសតិនៅក្នុងមហាកិរិយាហ្នឹងឯងភ្ញាក់រលឹករឿយមិនមានការប្រមាទសូម្បីតែបន្តិចទី9គឺបានដល់សិលព្រះអង្គជាបុគ្គលបរិបូរដោយសិលមិនមានបុគ្គលណាប្រៀបប្រដូចបានទេអញ្ចឹងការប្រព្រឹត្ត